នេះអ្នកជាវិញ្ញាណមែនទេមែនហើយយើងជាវិញ្ញាណតែយើងជាវិញ្ញាណចិត្តល្អទេមួយជាមនុស្សល្អហើយគូក៏មាននិស្ស័យជាមួយដែរគិតមិនចេះទៅចោះកុំតន់ទៅវិញអីណាមួយជួយលាងសម្អាតបាតអណ្ដូងរួចទៅងូតទឹកឲ្យក្របីនិងជាបាលដំបៅឲ្យវាផងបានតាចាំខ្ញុំជួយលាងសម្អាតនិងជាបាលដំបៅក្របីផងដែរនេះផ្កាឈូកជាមនុស្សស្រីស្អាតម្ល៉េះពូវិញ្ញាណពិតជាមានទឹកចិត្តសម្រាប់ខ្ញុំមែនទែនបងមើលចាស់ដំរីធំណាស់អូព្រះអើយនោះជាអូនមើលចុះនោះជាមិត្តបងណាពីយំវាថើបកំសត់មិនឈប់សោះឡើយបានអូនពុទ្ធោអើយខ្ញុំនឹកឯងណាខ្ញុំមិននឹកស្មានតែពួកយើងបានជួបគ្នាម្ដងទៀតទេខ្ញុំសន្យាណាខ្ញុំមិនឲ្យអ្នកណាមកធ្វើបាបឯងទៀតទេរឿងធ្លាក់ចូលក្នុងអណ្ដូងកាលពីព្រៃនាយនៅភូមិមួយជាប់ព្រៃធំមានក្មេងប្រុសម្នាក់រស់នៅជាមួយឪពុកនិងម្ដាយយ៉ាងមានក្តីសុខព្រមទាំងមានទ្រព្យផងដែរលុះមានពេលមួយនោះនៅចិត្តមាត់ទៅបងនឹកអូនណាអូនក៏នឹកបងដែរតែអូនពិតជាមិនហ៊ានចេញមុខទេអូនខ្លាចប្រពន្ធបងដឹងណាកុំខ្លាចអីនាងស្លូតតើហើយក៏មានជំងឺប្រចាំកាយទៀតផងអូនដឹងទេមានពេលខ្លះប្រពន្ធបងប្រាប់ឲ្យបងរកអ្នកថ្មីឲ្យហើយទៀតផងមែនក៏អីបងសដាមានចិត្តទូលីតែបែបនឹងរហូតនឹងអូនថានាងមកជាចង់ឲ្យបងយកអូនហើយប៉ិតទេគឺមែនហើយអូនមិនយូរទេបើនាងស្លាប់ពួកយើងមុខជាបាននៅជាមួយគ្នាប្រកាសពេញមុខពេញមាត់ហើយចាបងថ្ងៃនោះដែរសោដាក៏បានឃើញនាងញាប់ញ័រនៅក្នុងបេះដូងណាស់តែនាងមិនហ៊ាននិយាយទេបានត្រឹមក្រំចិត្តលួចរត់ចេញទាំងទឹកភ្នែកតែម្ដងខ្ញុំមានជំងឺប្រចាំកាយខ្ញុំគង់តែស្លាប់ទេកុំចំអីចុកណាស់ដូចជាចុកណាស់ចៅកំសត់តូចឃើញថាសភាពម្ដាយថ្ងៃនេះដូចជាមិនស្រួលទេហេតុនេះវារត់មកទាំងភ័យនិងបាននិយាយថាម៉ែទ្រាំសិនទៅណាចាំកូនទៅដាំថ្នាំជូនពូដាំផងដែរក៏បានដើរចូលមកអូនសម្រាកសិនទៅអូនមុខជាបានធូរជាមិនខានអត់ទេបងមុនអូនស្លាប់ទៅនោះបងត្រូវយកប្រពន្ធល្អម្នាក់ណាកូនជើងនៅតូចណាមានម្ដាយទើបអាចជួយមើលថែកូននឹងបងណាតើអូនបានដឹងរឿងបងមែនទេព្រឹកមិញម៉ែបានធូរហើយតើម៉ែបានដឹងអ្វីទៅបានជាឈឺចិត្តបែបនេះពុកគឺគ្មានអីទេកូនអូនឈប់និយាយទៅបងទៅដាំថ្នាំសិនណាអត់ទេសន្យាមកថាបងនឹងមានប្រពន្ធថ្មីមកជួយមើលថែគ្រួសាររបស់យើងហើយគេនោះគឺជាមិត្តរបស់អូនកៅកេសានេះគឺជានារីល្អណាស់សន្យាមកបើមិនចឹងនោះអូនស្លាប់មិនស្ងប់ចិត្តទេគឺណែសន្យាទៅពុកបាទបងសន្យាអូនកុំបារម្ភអីណាចា
បងអចុកណាអ អូនអូនអូន ម៉ែម៉ែម៉ែក្រោកឡើងបន្ទាប់ពីធ្វើបន្សពសដារួចពូដាំក៏មានប្រពន្ធថ្មីមែនដំបងនាងប្រពន្ធចឹងល្អណាស់ហើយក៏សុភាពដែរតែយូរទៅនាងក៏ចេញកន្ទុយធៀបប៉ិតឡើងមកណែកូនកំសត់ពុកឯងតាណាហើយខ្ញុំអត់ដឹងទេម៉ែកុំហៅយើងថាជាម៉ែព្រោះយើងគ្មានកូនដូចជាឯងទេណែទៅហៅឪឯងទៅកាប់អស់ទៅព្រោះឥឡូវមិនមានប្រាក់ដូចមុនទេហើយឯងក៏ទៅរែកទឹកមកយើងចង់សម្អាតខ្លួនតែខ្ញុំឃើញថាមានទឹកនៅសល់តើមិញចោះកូនយើងវិញនោះវាត្រូវការងូតទឹកដែរណាបើអញ្ចឹងសុពលគួរតែចេះដងខ្លួនឯងដែរទៅមិញព្រោះសុពលក៏ធំដែរតើមើលវានិយាយចោះមើលឯណារំពាត់នោះអើយវាយវាឲ្យបែកខ្នងម្ដងមើលនាងម្ដាយចឹងវីហើយវីទៀតលងប្តីក៏ពូកែលួងហើយនាងកាចណាស់នឹងវាយចៅកំសត់មិនប្រណីដៃទេអូយមិញឈប់ទៅខ្ញុំឈឺណាស់ងាប់ទៅលើក្រោយណាកុំចេះតមាត់ទៀតអាឯងនេះណាជីកូនអភ័ព្វបើមិនខំធ្វើការទេកុំគិតថានឹងបានបាយឆៃវើយបាត់មិញខ្ញុំនឹងខំធ្វើតែសុំកុំវាយខ្ញុំទៀតអីគ្រានោះពូដាំក៏បានដើរចូលមកនិងបាននិយាយថាតើមានរឿងអីហ្នឹងគឺកូនអាចចង្រៃបងឯងនឹងព្រោះតែវាគ្រួសារក៏ធ្លាក់ខ្លួនក្រវាមិនចេះធ្វើការហើយវាគិតតែដើរលេងអូនវាយវាឲ្យជ្រះចង្រៃខ្លះនឹងណាឯនេះគ្មានបានការសោះចេញទៅណាក៏ទៅចុះយើងមិនចង់ឃើញមុខអាក្មេងគ្មានកំណើតអញ្ចឹងទេពុកហេតុអីក៏ពុកមិនជួយខ្ញុំសោះអញ្ចឹងខ្ញុំស្អប់ពុកណាស់ហីមើលសម្ដីវាគ្រាន់បើណាស់ទៅធ្វើការទៅនៅនិយាយស្អីទៀតទឹកមួលកដាច់ឥឡូវហ្នឹងបាត់ពុករត់ពេលមានទុកកំសត់មានមិត្តម្នាក់ជួយលួងលោមនោះគឺដំរីធំមួយដែលមានចិត្តល្អនិងស្លូតណាស់ហេតុនេះកំសត់តែងតែនិយាយជាមួយវាគ្រប់ពេលនៅក្នុងព្រៃដំរីអើយមានតែឯងទេដែលយល់ចិត្តខ្ញុំបើគ្មានឯងនោះខ្ញុំមុខជាអុកសុកស្លាប់ហើយតែឯងកុំមកចិត្តនេះអីណាវាគ្រោះថ្នាក់ណាស់បើមានគេមើលឃើញនោះនិយាយគ្នានឹងដើរលេងជាមួយគ្នាបានធូរចិត្តហើយនោះកំសត់ក៏បានលាដំរីទៅផ្ទះវិញតែភ្លាមនោះម្ដាយចុងនិងឪពុកក៏បានមកឃើញល្មមអើយអ្នកមើលចោះមានដំរីធំណាស់អ្នកទៅតាក់វាមកពួកយើងមុខជលក់បាត់ប្រាក់ច្រើនណាស់ហើយណាមែនហើយអ្នកខ្ញុំទៅតាក់វាសិនពូដាំតាក់ផងវីផងចំណែកកំសត់តូចនោះឃើញហើយក៏អាណិតដំរីជាខ្លាំងពុកធ្វើអីហ្នឹងពុកចង់តាក់វាមែនទេពុកកុំវាយវាអីណាអានេះវាដឹងថាទីនេះមានតម្រៃដែរតែលាក់ឲ្យចិត្តឈឹងតែម្ដងចំជាកូនគ្មានបានការមែនវាមុខជាចង់យកលុយចាយតែម្នាក់ឯងនេះថ្ងៃណាមួយមិនខានទេអ្នកពុកកុំចឹងអីបានទេដំរីគឺជាមិត្តរបស់ខ្ញុំទេចេញទៅអានេះរំខានមែនវើយបងដឹកយកទៅចោះចាំខ្ញុំយកអាកំសត់ទៅផ្ទះវិញ
ពុកកុំចូលវាទៅអីកុំអីពុកមកណែឆាប់ឡើងមកឯងនេះចំជីរំខានណាមកណែមកយើងវាយឯងឲ្យរៀងចាលម្ដងម្ដាយចុងនោះវាផងមុលស្លឹកត្រចៀកផងហើយគាត់ពិតជាមិនឈប់ទេទោះបីថាចៅកំសត់រងក្តីឈឺចាប់ជាខ្លាំងក៏ដោយថ្ងៃនេះប៉ុណ្ណឹងចោះថ្ងៃក្រោយណាឯងនឹងស្លាប់មិនខានទេវើយម៉ែអើយម៉ែខ្ញុំនឹកម៉ែណាស់ទីនេះគួរឲ្យខ្លាចខ្លាំងណាស់ពីមួយថ្ងៃទៅមួយថ្ងៃកំសត់រួមមិនបានសុខទេជីវិតរបស់គាត់ឈឺចាប់រហូតដល់ធំតែម្ដង10ឆ្នាំក្រោយមកអាកំសត់វាធំណាស់ហើយបើបែបនោះវាមុខជាស៊ីច្រើនបើអញ្ចឹងយើងមិនក្រទៅហើយទេអីនិយាយបែបនេះហើយម៉ែចុងនោះក៏បានប្រើល្បិចមួយឡើងមកថាហើយអាកំសត់មកដេះមកទៅដងទឹកឲ្យយើងមួយផ្លេតមកឆាប់ឡើងម៉ែហៅអានោះធ្វើអីម៉ែមានរបស់ល្អឲ្យវាមែនទេកុំមាត់ម៉ែចង់សម្លេះវានឹងណាមីងតើមីងមានការអីមែនទេមីងទៅដងទឹកក្នុងដូងមកយើងចង់ងូតទឹកបានមីងសុំមីងចាំបន្តិចសិនណានិយាយហើយកំសត់បានចាក់ចេញទៅចំណែកពូដាំក៏ដើរមកកំសត់ទៅណាបាត់ហើយម៉ែវាគឺទៅមាត់ដូងហើយតើវាចង់ធ្វើអីនៅទីនោះឬក៏ម៉ែវាឯងមានអីមែនទេបងកុំល្ងងពេកអាកំសត់វាធំហើយវាក៏ឆៃច្រើនទៀតបើទុកវានោះពួកយើងនឹងក្រមិនខានទេម្យ៉ាងអូនក៏អស់ទ្រាំហើយព្រោះថាវាជាមនុស្សចង្រៃបើវាមិនងាប់នោះពួកយើងមិនអាចមានបានទេណាបើអញ្ចឹងចាំដល់កាលទៀតទៅមើលថាវាលងទឹកដងនោះងាប់ហើយនៅចំណែកខ្ញុំទៅដេកហើយម៉ែវាឯងធ្វើអីក៏ធ្វើទៅចាអ្នកតោះកូនបាទម៉ែតែថាពូដាំគ្មានអាណិតកូនសោះកុំខ្វល់ពេកកូននៅចិត្តមាត់អណ្ដូងកុំមាត់ណាម៉ែធាក់វាមួយជើងសិននាថ្ងៃនោះម៉ែចុងក៏បានលោកម្ដងបន្តិចម្ដងរហូតដល់មាត់អណ្ដូងលោកឃើញថាកំសត់ប្រហែលគាត់ក៏បានច្រានកំសត់ចូលក្នុងអណ្ដូងតែម្ដងនេះណែដងបុរាណនេះជ្រៅណាស់បើបែបនោះវាមុខជាងាប់មិនខានទេប្រកាសថៃកូនតោះពួកយើងទៅវិញទៅកូនតិចមានគេឃើញណាបាទម៉ែច្រានគេហើយក៏បានគេចចេញចំណែកកំសត់ក៏បានធ្លាក់ចូលទៅដល់បាតអណ្ដូងតែគ្រានោះគាត់មិនស្លាប់ទេហើយគាត់ក៏បានសម្គាល់ឃើញថាទីនេះចម្លែកណាស់មិនដូចជានៅក្នុងដងទេវាដូចជាទីដែលមានមនុស្សរស់នៅច្រើនជាងសួស្ដីតើទីនេះមាននរណានៅដែរទេភ្លាមនោះមានសម្លេងមនុស្សម្នាក់បាននិយាយមកកាន់កំសត់ថាមកចិត្តនេះមកអ្នកកំឡោះអ្នកណាគេកំពុងតែនិយាយហ្នឹងសូមបង្ហាញខ្លួនមកបើមិនចាញ់មកទេខ្ញុំខ្លាចណាស់កុំភ័យអីយើងមិនធ្វើបាបឯងទេហើយយើងគឺនៅទីនេះនេះអ្នកជាវិញ្ញាណមែនទេមែនហើយយើងជាវិញ្ញាណតែយើងជាវិញ្ញាណចិត្តល្អទេហេតុអីបានជាលោកពូខ្លាចជាវិញ្ញាណនៅទីនេះហេតុអីក៏លោកពូមិនទៅចាប់ជាតិអញ្ចឹងយើងធ្លាប់ជាមនុស្សហើយត្រូវគេធ្វើបាបដូចជាឯងពេលនេះអញ្ចឹង
ហើយស្លាប់នៅទីនេះតែម្ដង អញ្ចឹងបានន័យតែខ្ញុំស្លាប់ហើយមែនទេ នៅមិនទាន់ទេព្រោះឯងមិនទាន់អស់ជីវិតនៅឡើយហើយពូក៏នឹងជួយក្មួយដែរ ហេតុអីបានជាពូជួយខ្ញុំនោះខ្ញុំគ្មានអីសងពូទេណា មួយជាមនុស្សល្អហើយពូក៏មាននិស្ស័យជាមួយក្មួយដែរគិតអញ្ចេះទៅចុះកុំទាន់ទៅវិញអីណាក្មួយជួយលាងសម្អាតបាតអណ្ដូងរួចទៅងូតទឹកឲ្យក្របីនិងព្យាបាលដំបៅឲ្យវាផង បានតាចាំខ្ញុំជួយលាងសម្អាតនិងព្យាបាលដំបៅកបីផងដែរ ចាំណាហាមប្រកែករាល់ការសុំហើយហាមយកអ្វីដែលមិនព្រមមកជាមួយឲ្យសោះឮទេ បាទលោកពូ កំសត់សម្អាតអណ្ដូងអត់មានរអ៊ូទេហើយបន្តទៀតនោះគឺគាត់បានដើរទៅរកក្របីវិញម្ដងនៅក្បែរមាត់ទេ បងកបីសួស្ដីខ្ញុំមកនេះមកជួយងូតទឹកឲ្យបងណាហើយនឹងជួយលាងដំបៅឲ្យបងផងដែរប្រសើរណាស់តែឯងនឹងស្អុយព្រោះខ្លួនយើងមានក្លិនអាក្រក់ណាស់ណាមិនអីទេលោកបងកបីខ្ញុំអាចធ្វើបានទាំងអស់ កំសត់បានធ្វើគ្រប់យ៉ាងពុំដែលរអ៊ូឡើយហើយដោយឃើញភាពឧស្សាហ៍និងភាពស្មោះត្រង់របស់គាត់ក្របីក៏បានពោលថា ឯងពិតជាស្មោះត្រង់មែនហើយដំបៅខ្ញុំក៏ជាដែរខ្ញុំអរគុណណាស់ឥឡូវនេះសូមឯងចូលទៅក្នុងរូងនោះចុះហើយយកតែរបស់ណាដែលព្រមមកជាមួយបានហើយបានបងកបីចាំខ្ញុំធ្វើតាមបង កំសត់បានចូលទៅក្នុងរូងភ្នំនោះហើយគាត់ក៏បានសម្គាល់ឃើញថាក្នុងនោះសុទ្ធតែមាសទាំងអស់ មិនក៏មានមាសច្រើនម្លេះតែខ្ញុំត្រូវយកមាសទាំងអស់នេះទៅជាមួយមែនទេអូមែនហើយខ្ញុំសួរសិនថាមួយណាព្រមទៅជាមួយខ្ញុំនោះតើអ្នកណាខ្លះព្រមទៅជាមួយខ្ញុំទេ និយាយបែបនេះហើយកំសត់ក៏បានសួរថាតើអ្នកណាព្រមទៅជាមួយខ្ញុំទេលុះសួរហើយនោះក៏មានមាសមួយចំនួនព្រមមកជាមួយចំណែកកំសត់វិញនោះក៏ចូលតែមាសដែលព្រមមកដូចគ្នា មែនហើយនេះជាការផ្ដែផ្ដាំរបស់ពូវិញ្ញាណខ្ញុំនឹងយកមាសដែលព្រមមកចំណែកក្រៅពីនោះខ្ញុំមិនយកទេ យកបានមាសមួយចំនួនហើយនោះកំសត់ក៏បានចាក់ចេញមកក្រៅលុះដើរបាត់បន្តិចវិញ្ញាណខ្មោចក៏បានចេញមកម្ដងទៀត នេះជាតម្លៃនៃភាពស្មោះត្រង់របស់អ្នកកំឡោះណាអ្នកកំឡោះពិតជាឧស្សាហ៍ហើយស្មោះត្រង់មែន ខ្ញុំពិតជាអរគុណលោកពូវិញ្ញាណណាស់ ពេលនេះដល់ពេលដែលឯងទៅវិញហើយតែមុននឹងទៅយើងមានផ្កាឈូកមួយតងដើម្បីជូនឯងណា ផ្កាឈូកនេះស្អាតមែនទែនស្អាតចម្លែកណាស់ហើយក្លិនវាមិនដូចផ្កាឈូកធម្មតាទេលោកពូវិញ្ញាណ ព្រោះវាមិនមែនជាផ្កាឈូកធម្មតាទេណាឯងយកទៅចុះ សូមអរគុណណាស់លោកពូវិញ្ញាណបើអញ្ចឹងខ្ញុំសូមលាហើយណាលោកពូ ឈប់សិនចាំណាកុំទៅក្បែរគ្រួសារនោះអីត្រូវយកមាសប្រាក់នេះទៅរកស៊ីនិងសង់ផ្ទះសម្រាប់ខ្លួនឯងផងដែរ បាទលោកពូវិញ្ញាណចុះលោកពូនិងកបីនឹងនៅទីនេះជារៀងរហូតមែនទេតើមានអីអាចឲ្យខ្ញុំជួយបានទេ នេះជាអាតកំបាំងមនុស្សធម្មតាកំចង់ដឹងអីបិទភ្នែកហើយទៅចុះសំណាងល្អណាក្មេងកំសត់ បាទខ្ញុំលាហើយ ថ្ងៃនោះកំសត់គ្រាន់តែដល់ពិភពដើមវិញផ្កាឈូកក៏ប្រែជានារីដ៏ស្រស់ស្អាតម្នាក់ឈរញញឹមនៅចំពោះមុខគាត់ទៅវិញ នេះផ្កា
ការឈូកជាមនុស្សស្រីស្អាតម្ល៉េះពូវិញ្ញាណពិតជាមានទឹកចិត្តសម្រាប់ខ្ញុំមែនទែន ចាបងខ្ញុំជាប្រពន្ធបងហើយណែពួកយើងនឹងសាងគ្រួសារជាមួយគ្នាផងដែរ បានអូន កំសត់បានធ្វើតាមពូវិញ្ញាណទាំងអស់ហើយក៏មិនទៅរកគ្រួសារពូដាំដែររីឯម្ដាយចុងវិញស្រាប់តែសម្គាល់ឃើញថាកំសត់ពេលនេះពិតជាមិនទាន់ស្លាប់ឡើយហើយក៏មានទ្រព្យច្រើនផងដែរនៅផ្ទះពូដាំអើយពុកវាមិនគួរឲ្យជឿសោះមិនក៏វាមិនទាន់ងាប់អញ្ចឹងមិនក៏ប្រែបែបនេះឬមួយក៏ឃើញកូនមានបានក៏បំភ្លេចខ្ញុំមែនទេពុកវាអីក៏ប្រែលឿនម្ល៉េះហា មែនហើយកំសត់គេមានខ្លាំងណាស់គេមុខជាមានបនខ្ពស់ណាស់ខ្ញុំគួរតែជឿគេមិនគួរជឿនាងទេនាងជាស្រីសម្រាប់កូនខ្ញុំនាងអាក្រក់ណាស់អត់ទេខ្ញុំស្ដាយក្រោយណាស់ដែលមិនមើលថែកូនបែរជាមកចិញ្ចឹមនាងនិងកូនអ្នកណាក៏មិនដឹងខ្ញុំខុសលើប្រពន្ធកូនខ្លួនឯងខ្លាំងណាស់ពូនិយាយបែបនេះមិនសមទេណាពូជឿតែខ្ញុំវាយពូទេយើងមិនចង់មានរឿងជាមួយនឹងឯងទេយើងហត់ណាស់យើងល្វើយណាស់យើងនឹងទៅបួសហើយ ពូដាំហាក់មានការសោកស្ដាយចំពោះកំហុសរបស់ខ្លួនឯងនៅពេលដែលគាត់មានវ័យកាន់តែចាស់ហេតុនេះគាត់មិនខ្វល់នឹងប្រពន្ធចុងនិងកូនចុងទៀតទេហើយកូនប្រុសកុំតន់ខឹងណាបរោះនេះចាស់ហើយធ្វើអីក៏ធ្វើទៅកុំខ្វល់អីចំណែកម៉ែនោះម៉ែគិតថាម៉ែមានវិធីមួយល្អហើយ តើជាស្អីទៅម៉ែ មកតាមម៉ែមកឆាប់ឡើងម៉ែចង់បាននាំកូនប្រុសខ្លួនសម្ដែងជាកំសត់និងបានទៅរកកំសត់និងប្រពន្ធរបស់គេរួចហើយនិយាយថានៅផ្ទះកំសត់ក្មួយកំសត់មិញសួស្ដីក្មួយ ជំរាបសួរមីងខានជួបគ្នាយូរហើយមីងសុខសប្បាយជាទេ ចាមិនសុខទេព្រោះក្រណាស់ក្មួយយល់ដល់មិញដែលជាមិនអាចចង់ក្មួយជួយចែកមាសមិញផងទៅអូយអត់ទេគឺក្មួយធ្វើបែបណាទៅបានជាមានទ្រព្យម្ល៉េះហា ខ្ញុំស្មានតែវាងាប់បាត់ហើយតាចុះឯណាប្រពន្ធនោះល្បីតែស្អាតណាស់មែនទេ អើយកូននេះចាំមែននាងឈប់គ្រានោះក៏បានដើរចូលមកបងអូនយកសម្ពត់មកហើយសម្ពត់នេះគឺជាសុទ្ធតែបានថ្មីណាបង អូននេះជាមីងនិងសុពលធ្លាប់ជាម្ដាយចុងបងណា គឺមិញមែនទេជំរាបសួរមិញ ចំស្អាតបោះគេមែនវើយ អើយចាឥឡូវក្មួយអាចនិយាយបានទេ បានកាលនោះគឺនេះអ្នកជាវិញ្ញាណមែនទេ មែនហើយយើងជាវិញ្ញាណតែយើងជាវិញ្ញាណចិត្តល្អទេមួយជាមនុស្សល្អហើយគូក៏មាននិស្ស័យជាមួយមួយដែរគិតមិនចេះទៅចោះកុំតន់ទៅវិញអីណាមួយជួយលាងសម្អាតបានអណ្ដូងរួចទៅងូតទឹកឲ្យក្របី និងជាបាលដំបៅឲ្យវាផង បានតាចាំខ្ញុំជួយលាងសម្អាតនិងជាបាលដំបៅកបីផងដែរ ចាំណាហាមប្រកែករាល់ការសុំហើយហាមយកអ្វីដែលមិនព្រមមកជាមួយឲ្យសោះឮទេ បាទលោកពូ កំសត់បានពលរៀបរាប់រឿងរ៉ាវទាំងអស់លំមិញម៉ែចុងលឺហើយនោះមិនបងអង្គយូរទេគាត់ក៏បានចាក់ចេញមិនលាក់កំសត់មួយម៉ាត់ឡើយអើយតោះកូនម៉ែដឹងថាធ្វើបែបណាហើយបាទម៉ែ ឃើញបែបនេះកំសត់ក៏បាននិយាយថា
សង្ឃឹមថាមីងនឹងមានសំណាងល្អផងទៅចុះ ម្ដាយកូនក្រោយដឹងរឿងរ៉ាវក៏ធ្វើត្រាប់តាមសុពលទាំងអស់ហើយគ្រានោះគាត់ក៏បានធាក់សុពលមួយជើងបណ្ដាលឲ្យធ្លាក់អណ្ដូងដូចគ្នានៅក្រោមបាតអណ្ដូង តើឯងមកធ្វើស្អី អូយម៉ែធាក់ឯងឈឺនោះឈឺ មិនលឺយើងសួរឯងទេមែនទេ អូយស្លាប់ហើយខ្មោចនេះអាក្រក់ណាស់គឺមានគេច្រានខ្ញុំចុះមកឥឡូវមានការងារអីឲ្យខ្ញុំធ្វើទេសូមលោកប្រើខ្ញុំមកចុះ មានគឺត្រូវលាងក្របីនិងព្យាបាលដំបៅក្របីផងដែរឯងទៅចុះ អូបានមែនហើយខ្ញុំនឹងទៅឥឡូវនេះតែម្ដង សុពលដូចគ្នាគាត់បានជួបក្របីនិងលៀងសម្អាតព្រមទាំងព្យាបាលដំបៅផងដែរតែថាមាត់គាត់មិនពិរោះដូចជាកំសត់ទេ អូយចំជាស្អុយមែនទេហើយដើរងូតទឹកងូតអីទេអីហ៎ លោកថាម៉េច អូបាទគឺអត់មានថាអីទេខ្ញុំធ្វើរួចហើយ ល្អណាស់ចូលទៅក្នុងរូងភ្នំនោះទៅហើយកុំយករបស់ណាដែលប្រកែកយកតែរបស់ដែលព្រមមកបានហើយ បាទ ជប់រឿងលំនាំតែមួយតែអត្តចរិតមនុស្សមិនដូចគ្នាឡើយមើលចាស់សុពលឃើញមាសភ្លាមក៏ប្រមូលយកទាំងអស់គ្មានបានសួរអ្វីឡើយ បើមិនយកមានតែឈួតដែរបើមាសទុកចោលហោហៀបែបនេះអញ្ចឹងនោះ សុពលប្រមូលហើយប្រមូលទៀតលុះចេញមកក្រៅរូងភ្នំមាសក៏ប្រែជាសត្វពស់ទាំងអស់តែម្ដង មាសខ្ញុំអូពោះច្រើនណាស់ម៉ែអើយជួយខ្ញុំផងម៉ែ ជប់រឿងដូចគេតែចរិតលុបលុនខុសគេហើយព្រោះតែភាពលុបលុននោះសុពលក៏ត្រូវពស់ចឹកស្លាប់ក្នុងគ្រានោះទៅ គួរតែដល់ពេលមកហើយតែមិនក៏កូនខ្ញុំមិនមកអញ្ចឹងឬមួយក៏កូនចូលមាសមកមិនរួចទេដឹងហើយព្រះអើយខ្ញុំពិតជារំភើបណាស់ មិញម៉ែចង់អន្តេសាផងរំភើបផងព្រោះគាត់គិតថាកូនគាត់មកជាមានមាសច្រើនណាស់ហើយម្យ៉ាងទៀតនោះមែនហើយតែកូនយកមាសមិនរួចទេដឹងកាត់ហក់ចោះទៅសិនជួនគ្នានោះកំសត់ក៏បានមើលឃើញពីចម្ងាយ មីងកំឡូតអីមីងពុទ្ធោអើយ បងមើលចាស់ដំរីធំណាស់ អូព្រះអើយនោះជាអូនមើលចុះនោះជាមិត្តបងណា ជាដំរីដែលបងរំលឹករហូតមែនទេតែបំផុតបងបានជួបវាវិញហើយគឺសម្លាញ់របស់បងនោះអីដំរីក៏បាននឹករលឹកកំសត់ដែរវាយំវាថើបកំសត់មិនឈប់សោះឡើយ បាទអូនពុទ្ធោអើយខ្ញុំនឹកឯងណាខ្ញុំមិននឹកស្មានតែពួកយើងបានជួបគ្នាម្ដងទៀតទេខ្ញុំសន្យាណាខ្ញុំមិនឲ្យអ្នកណាមកធ្វើបាបឯងទៀតទេ លុបលុននាំឲ្យខ្វះការពិចារណារីឯអាត្មាក៏វិនិច្ឆ័យសូនបងចាប់ពីពេលនោះមកមិញម៉ែចុងនិងកូនប្រុសពុំមានវត្តមានទៀតទេពួកគាត់បាត់ដំណឹងសូននៅក្នុងអណ្ដូងតរៀងទៅនៅចិត្តអណ្ដូង ពួកគេមុខជាបានទទួលកម្មពីហើយចំណែកអាត្មាក៏មិនយូរដែរសូមវិញ្ញាណអ្នកទាំងពីរទៅកើតទីដ៏សមគួរផងទៅចុះ បុគ្គលក៏ចេះពិចារណាកុំព្រោះតែលុបលុនលុបបាត់បញ្ញាធ្វើឲ្យអាត្មាវិនិច្ឆ័យអន្តរាយ